បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកយកព័ត៌មានមួយដែលចុះផ្សាយដោយ Visual Asia សេរីគឺតាក់ទងនឹងលោកកឹមសុខាថាជប៉ុនដើរតួនាទីសំខាន់សម្រាប់ស្ថិរភាពនយោបាយនៅកម្ពុជានៅថ្ងៃទី11ខែ11ឆ្នាំ2015ហើយនេះគឺជារូបថតលោកកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិនិងជាអនុប្រធានទី1រដ្ឋសភាថ្លែងទៅកាន់អ្នកកាសែតនាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពេលត្រឡប់ពីបំពេញទស្សនកិច្ចនៅប្រទេសក្រៅនៅថ្ងៃទី9ខែកញ្ញាឆ្នាំ2015មន្ត្រីជាន់ខ្ពស់គណៈបកជំទាស់មើលឃើញថាប្រទេសជប៉ុនគឺបានដើរតួមួយរួចហើយក្នុងដំណោះស្រាយនយោបាយកម្ពុជាហើយរឹតតែមានសារៈសំខាន់ថែមទៀតដែលអាចជួយធ្វើឲ្យកម្ពុជាមានស្ថិរភាពនិងមានសន្តិភាពបន្ថែមពីលើនេះសម្រាប់អ្នកឃ្លាំមើលស្ថានភាពនយោបាយវិញអះអាងថាប្រទេសជប៉ុនគឺជាប្រទេសដែលស័ក្តិសមហើយមានលទ្ធភាពគ្រប់គ្រាន់អាចជំរុញកម្ពុជាស្វែងរកដំណោះស្រាយនយោបាយរួមបានបើធៀបនឹងបណ្ដាប្រទេសផ្ដល់ជំនួយផ្សេងៗទៀតឲ្យកម្ពុជាអ្នកវិភាគនយោបាយមើលឃើញថាប្រទេសជប៉ុនគឺជាប្រទេសមួយដែលស័ក្តិសមជាងបណ្ដាមេដឹកនាំរដ្ឋជាដៃគូដទៃទៀតរបស់កម្ពុជាក្នុងការផ្សះផ្សានយោបាយនៅកម្ពុជាថ្មីបើប្រទេសដែលអនុវត្តរបបរាជានិយមមួយនេះមិនមានសិទ្ធិឬកាតព្វកិច្ចណាមួយក្នុងកិច្ចការនយោបាយក្តីការថ្លែងដូចនេះរបស់លោកអ៊ូវិរៈប្រធានអង្គការនៃវេទិកាអនាគតធ្វើឡើងបន្ទាប់ពីអតីតអនុប្រធានរដ្ឋសភាមកពីខាងគណៈបកជំទាស់លើកឡើងថាជប៉ុនបានដើរតួនាទីយ៉ាងសំខាន់សម្រាប់រកដំណោះស្រាយនយោបាយនៅកម្ពុជាលោកអ៊ូវិរៈយល់ឃើញថាការពិតជប៉ុនជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យមួយនេះមានស្ថានភាពស្ទើរតែស័ក្តិសមជាងសហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិកក្នុងការដើរតួនាទីរកដំណោះស្រាយនយោបាយសម្រាប់កម្ពុជាបើកម្ពុជាពិតជាត្រូវការមែនលោកអ៊ូវិរៈបន្តថាថ្មីបើជំនួយរបស់ជប៉ុនជាជំនួយលំដាប់លេខរៀងទី2បន្ទាប់ពីចិនក្នុងការផ្តល់ជំនួយឲ្យកម្ពុជាក៏ដោយចុះក៏ប៉ុន្តែរាល់ជំនួយលើសលប់របស់ជប៉ុនជាជំនួយដែលមានភាពស្មោះត្រង់និងពុំទាមទារសំណងអ្វីឡើយពីកម្ពុជាលោកបន្តថាប្រទេសជប៉ុនជួយសម្របសម្រួលប្រហែលជាអាចមានសក្តានុពលបើសិនយើងមើលទៅសហរដ្ឋអាមេរិកគឺគាត់មានទំនោរឬមួយគណៈបកប្រឆាំងហាក់មានភាពជិតស្និទ្ធជាងហើយអីអញ្ចឹងគណៈបកប្រជាជនមិនទុកចិត្តសហរដ្ឋអាមេរិកទេដោយសារអញ្ចឹងពិបាកក្នុងការដើរតួក្នុងការសម្របសម្រួលប៉ុន្តែបើជប៉ុនមានទំនុកចិត្តពីគណៈបកទាំងពីរហើយខ្ញុំថាអាចដើរតួសម្របសម្រួលបានប្រទេសចិនគឺសម្របសម្រួលអត់បានទេដោយសារប្រទេសកុម្មុយនីសហើយពុំមានឆន្ទៈក្នុងការសម្របសម្រួលនយោបាយប្រជាធិបតេយ្យទេក្រោយពីកម្ពុជាបានបញ្ចប់ភាពជាប់គាំងនយោបាយពីថ្ងៃទី22ខែតុលាខែកក្កដាឆ្នាំ2014នេះរដ្ឋាភិបាលជប៉ុនក៏បានជួយដល់ការរៀបចំការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិកទំនើបដល់កម្ពុជាថែមទាំងបានបញ្ជូនក្រុមអ្នកបច្ចេកទេសលើកិច្ចការបោះឆ្នោតឲ្យជួយដល់គណៈកម្មការជាតិរៀបចំការបោះឆ្នោតទៀតផងរបាយការណ៍របស់គេហទំព័រ Diplomat បានឲ្យដឹងថាចាប់តាំងពីឆ្នាំ1992មកជប៉ុនបានផ្ដល់ជំនួយអភិវឌ្ឍការជាផ្លូវការសម្រាប់កម្ពុជាជាង$2000 លានសហរដ្ឋអាមេរិកខណៈប្រទេសចិនដែលជាម្ចាស់ជំនួយធំជាងគេកម្ពុជាទាំងជំនួយឥតសំណងនិងជំនួយមានការប្រាក់ប្រមាណ$2700 លានសហរដ្ឋអាមេរិកគិតចាប់តាំងពីឆ្នាំ1992មកក៏ប៉ុន្តែសម្រាប់ជំនួយជប៉ុនវិញភាគច្រើនគឺជំនួយពុំមានសំណងឬលក្ខខណ្ឌផ្សេងទៀតដោយប្រទេសដៃគូផ្សេងទៀតរបស់កម្ពុជាទេជំនួយរបស់ជប៉ុនភាគច្រើនផ្ដោតលើការស្ថាបនាស្ពានថ្នល់សាលារៀនប្រព័ន្ធធារាសាស្ត្រនិងជំនួយលើវិស័យសុខាភិបាលជាដើមលោកកឹមសុខាអនុប្រធានគណៈបក្សសង្គ្រោះជាតិនិងអតីតប្រធានទី2នៃរដ្ឋសភាបានថ្លែងក្នុងបណ្ដាញសង្គម Facebook ថាតួនាទីសំខាន់របស់ប្រទេសជប៉ុនក្នុងការស្វែងរកដំណោះស្រាយនយោបាយនិងស្ថិរភាពនយោបាយសម្រាប់ការអភិវឌ្ឍនៅប្រទេសកម្ពុជាលោកកឹមសុខាបន្តថាជំនួបជាផ្លូវការនៅវិមានព្រឹទ្ធសភាជប៉ុនកាលពីថ្ងៃទី10ខែវិច្ឆិកាក្នុងទីក្រុងតូក្យូដែលជំនួបនេះធ្វើឡើងរួមទាំងបកដឹកនាំរដ្ឋាភិបាលនិងបកប្រឆាំងជប៉ុនផងគឺតំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភារបស់ប្រទេសជប៉ុនចង់ឃើញប្រទេសកម្ពុជាមានស្ថិរភាពនយោបាយដើម្បីធានាដំណើរការលទ្ធិប្រជាធិបតេយ្យសេរីជាមូលដ្ឋានការអភិវឌ្ឍនិងទាក់ទាញអ្នកវិនិយោគទុនបរទេសកាន់តែច្រើន
ពាក់ព័ន្ធរឿងនេះលោកហ៊ុនសែនថ្លែងការពីថ្ងៃទី4ខែវិច្ឆិកាដោយលោកនាយករដ្ឋមន្ត្រីស្នើឲ្យជប៉ុនបញ្យល់ទៅបកប្រឆាំងផងដោយលោកហ៊ុនសែនចាត់ទុកជាជំនួយរបស់ជប៉ុនគឺរដ្ឋាភិបាលធ្វើឡើងដោយតម្លាភាពនិងភាពស្មោះត្រង់លើសពីនេះទៀតលោកហ៊ុនសែនឌឺដងឲ្យគណៈបកជំទាស់ដែលរិះគន់រដ្ឋាភិបាលរឿងពុករលួយរបស់ជប៉ុនបើទោះជាបែបណាលោកគឹមសុខាលើកឡើងនៅក្នុងបណ្ដាញសង្គម Facebook លោកថាសមាជិករដ្ឋសភានិងប្រសិទ្ធិរបស់ជប៉ុនអះអាងថាជំនួយរបស់ប្រទេសជប៉ុនដែលផ្ដល់ដល់កម្ពុជាគឺសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ពុំមែនសម្រាប់គណៈបកនយោបាយណាមួយឡើយបាទសូមអរគុណ